សួស្តីខ្ញុំបាទសំអាយដារវុធសូមជម្រាបសួរបងប្អូនជនជាតិពីចម្ងាយថ្ងៃនេះខ្ញុំបាទរៀបចំបង្កើតកិច្ចការងារមួយដែលថ្មីសម្រាប់ខ្ញុំហើយចែកជូនបងប្អូនទេសនាកម្សាន្តទីមួយខ្ញុំបាននិពន្ធទំនុកច្រៀងនិងបទភ្លេងរួចក៏ច្រៀងដោយខ្លួនឯងផ្ទាល់បញ្ចូលទិន្នន័យទៅក្នុង AI Song Generator ដើម្បីបង្កើតជាបទចម្រៀងនេះក្នុងនោះបទចម្រៀងមានន័យថានេត្រាខ្មែរនេត្រាខ្មែរបងប្អូននឹងរីករាយទស្សនាដូចតទៅត្រាខ្មែរនេត្រាខ្មែរបានយល់បានជួបភក្ត្រាបានយល់វាចាពីរសកន្លងនេត្រានោះនាងចងជាចំណងតោះផ្ដងនឹងបងឃើញពន្លឺថ្មីនេត្រាខ្មែរនេត្រាខ្មែរលឺមុតចាំងឆ្លងរូបបងគ្រាកៅភ្នែកបងផ្ទឹកជាប់រូបស្រីស្អែកណាត់អូនមើលសាមគ្គរាត្រីមានមាប្រុសស្រីត្រៀមធ្វើសង្ក្រាន្តអាណាចក្រខ្មែរនៃចាក់ក្រវាលត្រកាលរុងរឿងថ្កើងថ្កានសាថាបត្យកម្មខ្មែរពីបុរាណទើបពួកយើងបានយល់សាមគ្គរាត្រីអង្គសាមគ្គរាត្រីល្អក្រៃពិតជាស្នាដៃដូនតាលបាញ់ល្បី Equinox ជាសាមគ្គរាត្រីគ្រប់ជាតិប្រុសស្រីនាំគ្នាទស្សនាសាមគ្គរាត្រីនៅប្រាសាទអង្គរមានចំនួន2រដូវកាលជារៀងរាល់ឆ្នាំសាមគ្គរាត្រីរដូវប្រាំង Vernal Spring Equinox ក្នុងខែមនាចន្លោះថ្ងៃទី20ទៅថ្ងៃទីក្នុងខែកញ្ញាចន្លោះថ្ងៃទី20ទៅថ្ងៃទី23នេត្រាខ្មែរនេត្រាខ្មែរបានយល់បានជួបភក្ត្រាបានយល់វាចាពីរសកន្លងនេត្រានោះនាងចងជាចំណងតោះផ្ដងនឹងបងឃើញពន្លឺថ្មីនេត្រាខ្មែរនេត្រាខ្មែរលឺមុតចាំងឆ្លងរូបបងគ្រាកៅភ្នែកបងទឹកជួបរូបស្រីស្អែកណាត់អូនមើលសាមគ្គរាត្រីមិនងាប្រុសស្រីត្រៀមធ្វើសង្ក្រាន្តអាណាចក្រខ្មែរនៃចាក់ក្រវាលពន្លឺត្រកាលរុងរឿងថ្កើងថ្កានសាថាបត្យកម្មខ្មែរពីបុរាណទើបពួកយើងបានយល់សាមគ្គរាត្រីត្រីអក្រៃពិតជាស្នាដៃដូនតាលបាញ់ល្បី Equinox ជា
ស្រីនងគ្នាទស្សនា